តោះអញ្ចឹងលំហាត់របស់យើងចំណុចកគឺគេឲ្យយើងរកចំនួនគុត n ដែល43ទៅជាង n ទៅជាង67អញ្ចឹងមានន័យថាចំនួនគុត n ដែលស្ថិតនៅចន្លោះពី43ដល់67អញ្ចឹងយើងអាចសរសេរបានគេបាន n ស្មើនឹងអញ្ចឹង n ដែលស្ថិតនៅចន្លោះ43ដល់67គឺយើងយកចាប់ពីលេខ44 45 46 47 48 49 50 51អញ្ចឹងដោយសារតែលេខរបស់យើងគឺយើងយកចាប់ពីលេខ44រហូតដល់67អញ្ចឹងច្រើនអញ្ចឹងយើងដាក់ចំនួនចុចនេះមកបានន័យថាយើងតំណាងឲ្យចន្លោះពី51ទៅអញ្ចឹងចន្លោះពី51ទៅដល់63 64 65 66អញ្ចឹងចំនួន n របស់យើងគឺស្ថិតនៅចន្លោះ43ដល់67គឺយើងមានចាប់ពីលេខ44ទៅដល់66តើអញ្ចឹងសម្រាប់លំហាត់ខគឺគេឲ្យយើងរកចំនួនគុតសេសរកចំនួនគុតសេសដែល55តូចជាងឬស្មើ a តូចជាងឬស្មើ65ហើយគេបាន a អញ្ចឹង a យើងគឺស្មើនឹងអញ្ចឹងដោយសារនៅក្នុងនេះគឺគេប្រើពាក្យតូចជាងឬស្មើអញ្ចឹងយើងអាចយកចាប់ពីលេខ55ទៅដែលជាចំនួនគុតសេសអញ្ចឹងចន្លោះពី55ដល់65ឲ្យចំនួនគុតសេសគឺយើងបាន55 57 59 61 63រហូតទៅដល់60 65អញ្ចឹងចំនួនគុតសេស a ដែលនៅចន្លោះ55រហូតទៅដល់65គឺមានចំនួន6តួ